តោះសួស្តីបងប្អូនថ្ងៃនេះយើងមករៀនវិភាគប្រធានបាក់ឌុបយើងទាំងអស់គ្នាណាសម្រាប់មុខវិជ្ជាតែងសេចក្តីនឹងហើយដើម្បីវិភាគប្រធានតែងសេចក្តីបានទី1បងប្អូនត្រូវដឹងគោលបំណងរបស់ក្រសួងយើងសិនថាគាត់ចង់បានអីគេអញ្ចឹងគាត់ចង់បាន3ចំណុចទី1វិជាសម្បទាទី2បំណិនសម្បទានិងទី3ចរិយាសម្បទាបន្ទាប់មកទី2នោះគឺយើងត្រូវរៀនសង្កេតព្រឹត្តិការណ៍ឬក៏ហេតុការណ៍ដែលកើតមាននៅក្នុងសង្គមខ្មែរយើងនឹងតើមានបញ្ហាខ្លះដែលកើតនៅក្នុងនឹងអញ្ចឹងបោកសញ្ញាបោកហ្នឹងគឺជាព្រឹត្តិការណ៍សំខាន់ណាឧទាហរណ៍ឥឡូវយើងចាស់ស្ដែងបច្ចុប្បន្នយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពសង្គ្រាមរ៉ាំរ៉ៃជាមួយសៀមអញ្ចឹងបើគេចេញប្រធានតែងសេចក្តីតាក់ទងទៅនឹងសង្គ្រាមនេះហើយគឺជាពាក្យកំណត់សំខាន់នៅក្នុងប្រធានណាអញ្ចឹងមានសាមគ្គីភាពមានស្នេហាជាតិមានផ្នត់គំនិតជឿនលឿនវីរភាពនិងស្មារតីជាតិនិយមណាមួយទៅគ្រប់លិខិតសេហ្នឹងហើយព្រឹត្តិការណ៍ទី2នោះគឺព្រឹត្តិការណ៍គ្រូបង្រៀនអញ្ចឹងយើងសង្កេតឃើញថាគ្រូបង្រៀនយើងមួយរយៈចុងក្រោយឃើញថាមានការវាយប្រហារពីសំណាក់ប្រជាពលរដ្ឋច្រើនណាហ្នឹងហើយអញ្ចឹងបើគេចេញតាក់ទងទៅនឹងគ្រូបង្រៀនពីច្រើនគេចេញពាក្យកលឹះនៅក្នុងហ្នឹងមានការអប់រំមនសិការអត្តសញ្ញាណជាតិទំនួលខុសត្រូវគុណធម៌ពលរដ្ឋថ្លៃថ្នូរឬក៏ពលរដ្ឋសកលណាអញ្ចឹងនេះគឺជារបៀបរបស់គ្រូនៅក្នុងការវិភាគប្រធានបាក់ឌុបអានេះសម្រាប់ទស្សនៈផ្ទាល់ខ្លួនរបស់គ្រូទេណាហ្នឹងហើយជាចុងក្រោយសម្រាប់បងប្អូនដែលគាត់ចង់រៀនតែងសេចក្តីនៅក្នុងថ្នាក់ជាមួយគ្រូបច្ចុប្បន្នគ្រូបិទឈប់ទទួលសិស្សបរិញ្ញានៅក្នុងថ្នាក់ហើយដោយសារគ្រូសិស្សពេញម៉ោងគ្រប់ម៉ោងចាប់ពីម៉ោង7ព្រឹកដល់ម៉ោង5នេះគឺគ្រូមានសិស្សពេញគ្រប់ម៉ោងដូច្នេះគ្រូអាចទទួលសិស្សថ្មីចូលបានទៀតទេដោយសារពួកគាត់សិតតែជាសិស្សរៀនពីដើមឆ្នាំមកអញ្ចឹងបើបងប្អូនចង់ចូលជាមួយគាត់ក៏រៀនអត់ទាន់ទេព្រោះអីក្រោយចូលឆ្នាំហ្នឹងគឺគ្រូសម្រុករៀនវិញ្ញាសារយៈពេល3ខែហ្នឹងគឺសម្រុករៀនវិញ្ញាសាហើយអញ្ចឹងបើបងប្អូនចង់រៀនជាមួយគាត់ក៏រៀនឲ្យកើតដែរប៉ុន្តែគ្រូនៅមានម៉ោងអនឡាញថ្ងៃសៅរ៍ថ្ងៃអាទិត្យម៉ោង2ដល់ម៉ោង4សម្រាប់តម្លៃគឺ$15ហើយ$15ហ្នឹងបងប្អូននឹងទទួលបានសភៅនេះមួយសភៅហ្នឹងមិនមែនជាសភៅតែងសេចក្តីហើយក៏មិនមែនជាសភៅវិញ្ញាសាសុទ្ធដែរគឺជាសភៅវឹកហាត់នៅពេលដែលបងប្អូនរៀនតែងសេចក្តីតាមអនឡាញជាមួយគ្រូនៅក្នុងសភៅហ្នឹងគឺផ្ដោតសំខាន់ទី1គឺការសរសេរលំនាំបញ្ហាទី2គឺការបកស្រាយប្រធាននិងទី3ការលើកឧទាហរណ៍នេះគឺជាអ្វីដែលមាននៅក្នុងសភៅហ្នឹងមាន3ភាគនេះគឺជាភាគទី1ដែលនិយាយអំពីប្រធានតែងសេចក្តីបែបបញ្យលហើយភាគទី2គឺយើងនិយាយអំពីតែងសេចក្តីបែបភាសានិងទី3បែបប្រៀបធៀបសម្រាប់កូនសិស្សដែលរៀនជាមួយគ្រូនឹងផ្ញើសភៅនេះទៅមួយក្បាលហើយនឹងគ្រូនឹងផ្ញើវិញ្ញាសាសម្រាប់មុខវិជ្ជាផ្សេងឲ្យមួយក្បាលទៀតអាហ្នឹង free ណាបាទអញ្ចឹងបើបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកគ្រូបាននេះមើលទៅឃើញទេមិនមែនជាសភៅវិញ្ញាសាតែសេចក្តីយកមកមើលទេណាហ្នឹងហើយ